គ្រប់ជ្រាបសួរលោកគ្រូនិងមិត្តភក្តិទាំងអស់គ្នាថ្ងៃនេះខ្ញុំមកពីថ្នាក់10D នៃវិទ្យាល័យព្រះអង្គឌួងហើយនេះជាសមាជិកក្រុមរបស់ខ្ញុំថ្ងៃនេះយើងមកចំណុចទី1កោសិកាអ៊ីកាយ៉ូមជាប្រភេទកោសិកាស្មុគស្មាញដូចជាកោសិកាមនុស្សសត្វរុក្ខជាតិជាខួរក្បាលរបស់កោសិកាវាមានតួនាទីផ្ទុកតំណពូជនិងត្រួតពិនិត្យមើលសកម្មភាពទាំងអស់របស់កោសិកាស៊ីតូផ្លាសជាសារធាតុអំបិលដែលបំបែកក្នុងកោសិកាវាជាកន្លែងទ្រទ្រង់កោសិកាផ្សេងៗនិងជាកន្លែងប្រតិកម្មឡើងណាយ៉ូមមានតួនាទីផលិតប្រូតេអ៊ីនសម្រាប់អ្នកប្រើប្រាស់កោសិកានឹងលូតលាស់ហើយឌីណាម៉ូម៉ាក់នឹងគឺគេចង់និយាយថាអំពីរោងចក្រផលិតថាមពលវាមានសារធាតុនេះហើយនេះជារូបរបស់វាដែលយើងឃើញចូលមកចំណុចទី2កោសិកាណាយ៉ូមជាប្រភេទកោសិកាសាមញ្ញដែលក្នុងបាក់តេរីវាជាស្រទាប់នៅក្រៅបង្អាប់វាមាននីតិការពារកោសិការក្សាទុកនៅក្នុងថេស៊ីតូផ្លាសមានតួនាទីប្រណាយុសម្រាប់ផ្ទុកសារធាតុផ្សេងៗជាខ្សែព័ត៌មានសែនដែលនៅក្នុងការខ្ចប់ទីហើយវាផ្ទុកព័ត៌មានសម្រាប់បន្តកំណើតនិងបញ្ហាសកម្មភាពកោសិកាផ្សាផ្សេងឬរោមញាក់វាមានរាងដូចកន្ទុយវាមានតួនាទីឲ្យកោសិកាធ្វើចលនាទៅមុខទៅក្រោយបានដូចនេះយើងមើលទៅរូបទាំងអស់នេះវាជារូបគុំរបស់វាហើយយើងចូលមកចំណុចបន្តគឺស្រទាប់ខាងក្រៅបង្អស់ក្នុងភ្ញាក់សែនហ្នឹងមានភាពរឹងមាំនៅក្នុងរូបកោសិកាវាមានភាពស្ដើងនៅក្នុងភ្ញាក់ស៊ីតូផ្លាសមានជាតិអំបិលបំពេញក្នុងកោសិកាគ្រាប់តូចៗផលិតផលប្រូតេអ៊ីនកងតូចនិងបន្ថែមមេរោមញាក់ជាសរសៃរោមខ្លីៗនៅជុំវិញកោសិកាកន្ទុយរបស់វាមានសរសៃវែងសម្រាប់ធ្វើចលនាតំបន់រោមស៊ីតូអ៊ីតដែលជាកន្លែងមេក្នុងគ្មានការរំពាត់ហើយនេះជារូបខ្លួនរបស់វាហើយកន្សោមវាមានតួនាទីបាក់តេរីវាយប្រហាររបស់ប្រព័ន្ធកោសិកាភាពផ្សំម្ចាស់ផ្ទះនឹងជួយល្អិតភ្ជាប់នឹងផ្ទៃផ្សេងភ្ញាក់នេះមានតួនាទីកម្លាំងថេរនិងការពារកុំឲ្យបំបែកនៅក្រៅស៊ីតូផ្លាសមានតួនាទីពិនិត្យការចេញចូលនៃការសារធាតុចិញ្ចឹមនិងកាកសំណល់រីបូសូមមាននីតិផលិតប្រូតេអ៊ីននិងក្នុងប្រូតាយ៉ូមវាមានទំហំធំជាងអ៊ីកាយ៉ូមតំបន់អ៊ីកូសែនអ៊ីនផ្ទុកមេនិងអ្នកបញ្ហាសកម្មនិងការបន្តពូជរបស់បាក់តេរីហើយរោញ័រនឹងវាជួយសន្ធិដ្ឋភ្ជាប់ក្នុងកោសិកាផ្សេងៗឬសម្ព័ន្ធការជាមជ្ឈដ្ឋានមណ្ឌលបញ្ហាវាមានផ្ទាល់និងសម្រិតអនុពូជរាល់សកម្មភាពផ្សេងៗរបស់កោសិកាសន្ធិដ្ឋនៅក្នុងណាយ៉ូមមាននីតិផលិតអ៊ីប៉ូសូមជាសរសៃដែលផ្ទុកនឹងកោសិកាមានសេតិចជារោងចក្រផលិតថាមពលនិងបំលែងហាទៅជាថាមពលសម្រាប់ការប្រើប្រាស់រ៉េអូកុយប្រូមជាប្រព័ន្ធដឹកជញ្ជូនប្រភេទត្រឹមជួយផលិតប្រូតេអ៊ីនចំណែករលេសនិងការផលិតលីពីបប្រដាប់ផ្សេងមានតួនាទីកែច្នៃវិខ្ចប់ការដឹកជញ្ជូនទៅកន្លែងផ្សេងលើសូរ៉ាយ៉ូមមានតួនាទីខ្ចប់កាកសំណល់ឬបំបែកកោសិកាចាស់បាក៏មានថង់សម្រាប់ភ្ជាប់ទឹកសារធាតុចិញ្ចឹមឬកាកសំណល់គ្រាប់តូចដែលមានតួនាទីផលិតប្រូតេអ៊ីនកោសិកាស៊ីតូផ្លាសស្ដើងព័ទ្ធកោសិកាស៊ីតូផ្លាសវាត្រួតពិនិត្យការចេញចូលនៃសារធាតុស៊ីតូផ្លាសមានលម្អនិងបំពេញកោសិកាវាជួយឲ្យកោសិកាណាយ៉ូមធ្វើសកម្មភាពបានយ៉ាងច្រើនហើយនេះជាការប្រៀបធៀបរបស់វាតើប្រូការីយ៉ូមនិងអ៊ីការីយ៉ូមគេប្រកួតប្រជែងគ្នានឹងហើយចូលចំណុចបន្ទាប់គឺលក្ខណៈវិឆ័យប្រូស៊ីតូផ្លាសនិងទំហំដូចជាអានេះស៊ីតូផ្លាសហ្នឹងវាមានហើយនេះគឺវាមានដែរហើយវីរុសតូនហ្នឹងមានទំហំធំហើយនេះទំហំតូចអាក្រោមនេះគ្មានហើយនឹងគ្មានទំហំស៊ីតូផ្លាស
ហើយអាយុរបស់វាគ្មាន DNA វាមានស៊ីតូផាលូចលាស់កុងស៊ីតេមួយនឹងពីធំទៅតូចហើយនេះគឺជាតារាងរបស់វាដែលយើងបានឃើញទាំងអស់គ្នាវាប្រាប់ពីរូបគុំរបស់វាហើយនេះជាចំណុចសំខាន់ហើយស៊ីតូផ្លាហ្នឹងវាជាស្រទាប់ស្ដើងដែលរំពាត់ទៅដល់កោសិកាមាននទីជួបនឹងការរួចរាល់ធ្វើកោសិកាចេញចូលរបស់វានឹងកាកសំណល់ហើយវីតូសូមនឹងគឺជាគ្រាប់ដែលចេះក្នុងការសម្រាប់កោសិកាសារធាតុកោសិកាផ្សេងៗក្នុងភ្ញាស់វាគឺជាសរីរាង្គតូចៗដែលភ្ជាប់នៅក្នុងខ្លួននឹងដូចជាធ្វើការងារជាប់ជាប់នឹងស្រទាប់ផ្សេងៗណាយមនឹងវាគឺជាគ្រួបាលរបស់កោសិកាមាននីតិផ្ទុកសម្ភារៈដំណពុល DNA នឹងបង្ហាញលើកម្ពស់កាយរបស់វាហើយស៊ីតូផ្លាស់នឹងគឺជាសារធាតុអំបិលរំអិលដែលបំពេញទៅដោយកោសិកាមាននីតិទ្រទ្រង់កោសិកានិងភ្ញាស់ការពារកន្លែងរៀងៗខ្លួនហើយភ្ញាស់សែលនឹងគឺជាស្រទាប់ដែលនៅក្នុងបង្អាប់មានរុក្ខជាតិនិងបាក់តេរីនិងការការពាររុក្ខធាតុក្នុងកម្ដៅថេរហើយប្រូតាចូឌីនឹងគឺជារោងចក្រថាមពលដែលមានតួនាទីបំបែកអាហារទៅជាថាមពលកោសិកាហើយកោសិកាទាំងអស់នេះវារស់នៅក្នុងសារពាង្គកាយតែមួយវាប្រើរយៈពេលរស់នៅជាមួយគ្នាហើយនឹងរូបគុំរបស់វាដូចគ្នាទាំងអស់រស់នៅក្នុងសារពាង្គកាយមកដល់ចំណុចនេះខ្ញុំសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានចូលរួមស្ដាប់ខ្ញុំបកស្រាយអរគុណអ្នកទាំងអស់គ្នាសូមឲ្យមានសុខភាពល្អសុខសប្បាយទាំងអស់គ្នាអរគុណ